បាទសួស្តីពុកម៉ែបងប្អូនអរគ្នាបាទណាថ្ងៃនេះយើងចាប់ផ្ដើមមេរៀនទី1គឺយើងបរៀនតាក់ទងជាមួយនឹងការបង្កើត Facebook ហ្នឹងហើយតែមុននឹងយើងបង្កើត Facebook ហ្នឹងគឺយើងទៅស្វែងយល់ថាសារៈសំខាន់របស់ Facebook មានអ្វីខ្លះដែលរក្សាសុវត្ថិភាពហើយជួយនៅក្នុងការប្រើប្រាស់បាទហើយក៏អាចធ្វើឲ្យយើងនៅក្នុងពេលដែលយើងមានបញ្ហាអញ្ចឹងយើងអាចទាញយក account ទីចាស់របស់យើងមកប្រើបានវិញនោះគឺ email បាទអញ្ចឹងអ្វីដែលយើងត្រូវរៀនพื้នឋាននៅក្នុងការធ្វើ Facebook របស់យើងគឺយើងត្រូវតែមាន email អញ្ចឹងយើងទៅរៀនបង្កើត email ទាំងអស់គ្នាជំហានដំបូងបាទតោះទាំងអស់គ្នាជំហានដំបូងគឺយើងត្រូវមាន app Gmail សិនបងប្អូននៅលើ subscribe របស់យើងបាទអូខេapp Gmail មានមុខមាត់របៀបម៉េចនេះ app Gmail មានមុខមាត់របៀបនេះបងប្អូនណាយើងអាចទៅ download ក្នុង Play Store បានដោយការចូលទៅ Play Store របស់យើងបាទចូល Play Store ទៅបាទនេះគឺ Play Store បងប្អូនបាទចូល Play Store របស់យើងទៅរួចហើយយើងទៅ search ពាក្យថា Gmail ហ្នឹងហើយធម្មតា app ហ្នឹងគឺមានមកក្នុងទូរស័ព្ទដៃរបស់យើងស្រាប់ហើយប៉ុន្តែបងប្អូនណាដែលអត់ទាន់មានគឺយើងអាចទៅ search មើលបានបងប្អូនបាទ Gmail យើង search ទៅសម្រាប់បងប្អូនដែលអត់ទាន់មានគឺយើងអាច download មកបានបាទមកមាត់របៀបនេះបងប្អូនណាហ្នឹងហើយក៏ complete ចូលទៅ update ទាំងអស់គ្នាសម្រាប់បងប្អូនដែលមានហើយប៉ុន្តែអត់ដែលបាន update អញ្ចឹងណាបងប្អូនបាទយើងចុចចូលទៅ update បាទសម្រាប់បងប្អូនដែលទៅចូលមកថ្មីហ្នឹងជាក់ស្ដែងគឺអត់ទៅមានកន្លែងហ្នឹងទេបាទបើសិនជាដៃថ្មីមែនតើណាដល់ពេលបងប្អូនចូលមកដំបូងអញ្ចឹងបងប្អូននឹងឃើញកន្លែងចំណុចនេះមែនអត់ការរៀបចំ email អញ្ចឹងយើងទៅកន្លែងពាក្យថា Google ណាបងប្អូនណាហើយទៅចូលមក Google មកហ្នឹងហើយយើងសង្កេតមើលថាគេដាក់ថាប្រើគណនីរបស់អ្នកអញ្ចឹងយើងទៅពាក្យថាបង្កើតគណនីថ្មីហ្នឹងហើយអញ្ចឹងចូលទៅហើយសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំអូខេអញ្ចឹងយើងដាក់នាមខ្លួនទៅខ្ញុំសូមដាក់នាមខ្លួននេះសិនខ្ញុំតកូលគឺយើងអាចដាក់ឈ្មោះពិតរបស់យើងក៏បានដែរបើសិនជាអាចទៅរួចបាទសម្រាប់ខ្ញុំគឺខ្ញុំត្រូវការដាក់នេះអូខេអញ្ចឹងថ្ងៃខែឆ្នាំកំណើតរបស់យើងថ្ងៃខែឆ្នាំកំណើតរបស់យើងដាក់តាមអ្វីដែលយើងនេះណាឆ្នាំហេតុអូខេតទៅទៀតអញ្ចឹងគេនឹងមានការបង្កើតជាលក្ខណៈថាគេនឹងមានការបង្កើតជាលក្ខណៈរបៀបនេះឲ្យយើងមើលអញ្ចឹងយើងគួរតែរើសរបៀបមិនអញ្ចឹងណាបងប្អូនហ្នឹងហើយតែបើសិនយើងចង់សរសេរផ្ទាល់ខ្លួនក៏បានដែរយើងចុចសរសេរកន្លែងទៅនេះក៏បានដែរហ្នឹងហើយតែសម្រាប់ខ្ញុំគឺខ្ញុំអាចរើសកន្លែងហ្នឹងក៏បានដែរដោយសារតែខ្ញុំអត់គិតអីច្រើនទេដោយសារតែខ្ញុំមានអារម្មណ៍ថាកន្លែងហ្នឹងគឺយើងដាក់ទៅគឺវាជាតម្រូវការរបស់យើងដែរតែឈ្មោះរបៀបហ្នឹងអញ្ចឹងតាំងពីដំបូងអញ្ចឹងយើងចុចពាក្យថាបន្តទៅតែសម្រាប់បងប្អូនដែលចង់តាំងឈ្មោះខ្លួនឯងយើងអាចចុចពាក្យថាបង្កើតអាសយដ្ឋាន Gmail ផ្ទាល់ខ្លួនរបស់អ្នកអញ្ចឹងនៅពេលដែលយើងចុចចូលទៅគេនឹងមានឲ្យយើងដាក់ឲ្យយើងសរសេរហ្នឹងឧទាហរណ៍ថាខ្ញុំត្រូវការដាក់ថារបៀបនេះអញ្ចឹងសាកចុចបន្ទាប់មើលគេឲ្យអត់បានទេអញ្ចឹងគេតម្រូវយើងដាក់លេខឬលេខអក្សរអីផ្សេងអញ្ចឹងណាអញ្ចឹងយើងដាក់របៀបនេះទៅបានអត់អូខេបានអញ្ចឹងនៅពេលដែលយើងដាក់កន្លែងហ្នឹងហើយយើងចុចបន្ទាប់ទៅយើងនឹងបានកន្លែងហ្នឹងហើយយើងសរសេរពាក្យសម្ងាត់យើងគួរដាក់ថាវាម៉េចបាទសម្រាប់ពាក្យសម្ងាត់គឺយើងគួរតែដាក់កន្លែងហ្នឹងគឺខ្ញុំសុំបិទកន្លែងហ្នឹងតិចបងប្អូនណាហ្នឹងហើយអូខេអញ្ចឹងយើងគួរតែដាក់ថាដល់ពេលដែលយើងគិតថាវាសុវត្ថិភាពអញ្ចឹងណាបងប្អូនហ្នឹងហើយអូខេអញ្ចឹងកន្លែងខ្ញុំសុំម្លងតិចណាបងប្អូនណាអូខេបងប្អូនអរគ្នានៅពេលដែលយើងដាក់ពាក្យសម្ងាត់របស់យើងហើយបាទនៅពេលដែលយើងដាក់ពាក្យសម្ងាត់របស់យើងហើយយើងចុចបន្តទៅទៀតគេនឹងមានការឲ្យយើងចុចពាក្យថារក្សាទុកពាក្យសម្ងាត់ក្នុង Google អញ្ចឹងយើងចុចពាក្យថារក្សាទុកទៅអូខេអញ្ចឹង Gmail របស់ខ្ញុំមួយនេះគឺខ្ញុំអាចរក្សាពាក្យសម្ងាត់ក្នុង Google បានហើយខ្ញុំចុចពាក្យថាបន្ទាប់បាទអូខេ
ហើយក៏យើងអូសទៅលើទៀតទៅហើយយើងចុចពាក្យថាខ្ញុំយល់ព្រមបាទខ្ញុំយល់ព្រមសម្រាប់បងប្អូនដែលរៀនហើយអត់ទាន់កន្លែងចំណុចហ្នឹងគឺយើងអាចមើលថយក្រោយបានយើងមើលសារថយក្រោយបានអូខេអញ្ចឹងយើងទៅមើល Gmail មិញថាបានហើយឬនៅអូខេឥឡូវបានហើយ Gmail មិញស្វែងរក Gmail ក្នុងស្វែងរកក្នុង Gmail អូខេអញ្ចឹងគេសួរយើងថានេះគឺអត់ទាន់មានសារចូលទេបងប្អូនអត់ទាន់មានសារចូលទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើវាបាច់ទៅរក្សាសុវត្ថិភាព Gmail របស់យើងបានទី1គឺយើងចូលទៅកន្លែងឈ្មោះរបស់យើងមកហើយយើងទៅពាក្យថាគ្រប់គ្រងគណនីបាទគ្រប់គ្រងគណនីបងប្អូនណាសង្កេតមើលណាអូខេគ្រប់គ្រងគណនីកន្លែងនេះគឺយើងចូលទៅហើយយើងចុចចូលទៅបាទយើងចូលមកកន្លែងនេះមកយើងឃើញគេដាក់ថាបញ្ចូលលេខទូរស័ព្ទនិងសារអូខេអញ្ចឹងយើងចុចចូលទៅយើងដើម្បីរកលេខទូរស័ព្ទមកដាក់เนาะបាទលេខទូរស័ព្ទមកដាក់អូខេអញ្ចឹងគេសួរយើងថាដើម្បីបញ្ជាក់ថាអ្នកជាអ្នកពិតមែនចុចបន្តទៅបងប្អូនអញ្ចឹងចំណុចនេះគឺអូខេគេសួរលេខទូរស័ព្ទរបស់យើងថាយើងត្រូវការលេខទូរស័ព្ទមួយណាខ្ញុំសុំលេខទូរស័ព្ទរបស់ខ្ញុំសិនពេលដែលយើងដាក់ហើយយើងចុចពាក្យថារក្សាទុកណាបងប្អូនបាទឥឡូវនេះគឺលេខទូរស័ព្ទហ្នឹងបានដាក់ចូលទៅឲ្យបងប្អូនណាហ្នឹងហើយហើយទី2គឺយើងត្រូវការបញ្ជាក់តាក់ទងជាមួយនឹង email បញ្ចូលអាសយដ្ឋាន email អញ្ចឹងយើងដាក់ email សម្រងរបស់យើងในករណីដែលមានបញ្ហាអីគឺនៅពេលដែលយើងដាក់ email សម្រងរបស់យើងហើយអានេះជា email មួយដែលមានបញ្ហាករណីដែល email ថ្មីរបស់យើងមានបញ្ហាគឺយើងអាចឲ្យមានការផ្ញើកូដទៅ Gmail ចាស់របស់យើងមួយនឹងដែលយើងសម្រងទុកចឹងណាបានដើម្បីទាញលេខកូដមកវិញចឹងណាបងប្អូនในករណីដែលយើង login ចូលគ្រឿងថ្មីឬយើងបាត់ទូរស័ព្ទបាត់គ្រឿងទៅអីចឹងណាបងប្អូនបាទចឹងយើងរក្សាទុកទៅអូខេឥឡូវនេះគឺយើងធ្វើការរក្សាទុកហើយអញ្ចឹងយើងចូលទៅកន្លែងអូខេលេខស័ព្ទស្ងាត់របស់អ្នកបាទចំណែក Gmail គឺគេត្រូវការទៀមទាឲ្យយើងផ្ទៀងផ្ទាត់ពី Gmail ចាស់របស់យើងបាទអញ្ចឹងយើងចុចចូលទៅផ្ទៀងផ្ទាត់ទៅអ្វីដែលយើងត្រូវធ្វើគឺយើងបើក Gmail ចាស់របស់យើងមកបងប្អូនបាទអញ្ចឹងយើងទៅ confirm Gmail ចាស់របស់យើង Gmail ដែលយើងដាក់ចូលជា Gmail សម្រងណាបងប្អូនសារសិនគឺគេទាមទារយើងធ្វើការ check ហ្នឹងហើយ check active បាទយើងចាំបាច់ទៅចុចដើម្បី active yes អូខេអញ្ចឹងមិញយើងធ្វើការ verify Gmail រួចហើយអញ្ចឹង step ទៅទៀតគឺយើង verify ជាមួយនឹងលេខទូរស័ព្ទបាទអញ្ចឹងយើងចុចពាក្យថា verify ទៅឬហើយយើងចុចពាក្យថាបន្តទៅទៀតណាបងប្អូនណាហ្នឹងហើយអានេះវាឡើងជាភាសាថៃនិង sorry ផងមិនខ្ញុំដាក់ភាសាខ្មែរទេអូខេអញ្ចឹងយើងចុចកន្លែងពាក្យថាបន្តទៅទៀតទៅបាទបន្តទៅទៀតតើនេះគេសុំមកយើងបិទអូខេអញ្ចឹងយើងធ្វើការបើកកាយ៉ាងដៃសិនអញ្ចឹងគេត្រូវការឲ្យយើង confirm verify ជាមួយនឹងលេខទូរស័ព្ទមួយហ្នឹងគេផ្ញើកូដទៅហើយអ្វីដែលយើងត្រូវធ្វើនៅពេលដែលយើង verify លេខទូរស័ព្ទគឺលេខទូរស័ព្ទហ្នឹងតើទៅជាលេខទូរស័ព្ទដែលអត់តាក់ទងជាមួយនឹងឬការធ្លាប់ស្ម័គ្រធ្លាប់ភ្ជាប់ជាមួយនឹង Gmail ចាស់ពីមុនមកអញ្ចឹងណាបងប្អូនអញ្ចឹងយើងទៅ verify ទាំងអស់គ្នាយើងលេខកូដមកដាក់មកអូខេនៅពេលដែលយើងដាក់លេខកូដដែលយើងទទួលបានពីលេខទូរស័ព្ទហ្នឹងហើយយើងចុចពាក្យថា next បន្តទៅទៀតអូខេ done បច្ចុប្បន្ននេះគឺយើងបាន active ទាំងលេខទូរស័ព្ទនិង Gmail រួចរាល់ហើយណាបងប្អូនបាទអញ្ចឹងយើង
មើលកន្លែងនេះតិចមកចុចអនុញ្ញាតឲ្យគេទៅ turn on កន្លែងនេះហេតុអីមិនចាំបាច់បើកបាទកន្លែងនេះគឺនៅពេលដែលយើងបើកអញ្ចឹងនៅពេលដែលយើងបាត់ទូរស័ព្ទឬយើងប្រវត្តិធ្លាប់មានប្រវត្តិតាណាតន័យអញ្ចឹងគេនឹងអាច serve បានពីកន្លែងហ្នឹងហើយឬយើងចូលមកបើកមើលខ្លួនឯងក៏បានដែរនៅពេលដែលយើង check កន្លែងហ្នឹងរួចហើយយើងចូលទៅ Gmail បាទយើងចូលទៅ Gmail វិញមកអូខេបច្ចុប្បន្ននេះយើងមាន Gmail ក្នុងការប្រើប្រាស់ហើយណាបងប្អូនណាហ្នឹងហើយ step បន្តទៅទៀតគឺយើងបង្កើតជាមួយនឹងគណនី Facebook បាទហ្នឹងហើយបង្កើតជាមួយនឹងគណនី Facebook បាទអញ្ចឹងមេរៀននេះយើងបញ្ចប់ត្រឹមនឹងសិនហ្នឹងហើយហើយសម្រាប់បងប្អូនដែលអត់យល់ត្រង់ចំណុចណាអាចសារថយក្រោយដើម្បីមើលបានហ្នឹងហើយបើសិនជាមើលហើយមានករណីឆ្ងល់ត្រង់ចំណុចណាអត់យល់ត្រង់ចំណុចណាអាចចាក់សួរបន្ថែមមកខាង page របស់ខ្ញុំឬមួយក៏ inbox ទៅ admin បានណាបងប្អូនណាហ្នឹងហើយអូខេសម្រាប់វីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹង